នៅពេលដែលយើងហ៊ានថ្នាក់ទី12យើងត្រៀមខ្លួនសម្រាប់ប្រឡងបាក់ឌុបចុះទៅពេលដែលយើងប្រឡងបាក់ឌុបចប់តើយើងនឹងត្រៀមខ្លួនអីខ្លះសម្រាប់ចូលសាកលវិទ្យាល័យការចូលសាកលវិទ្យាល័យវាពិតជាមានសារៈសំខាន់មែនតើអញ្ចឹងខ្ញុំក៏ចង់ចែករំលែកពីបទពិសោធន៍ផ្ទាល់ខ្លួនតាមរយៈការរៀនសាកលវិទ្យាល័យរយៈពេល2ឆ្នាំការសាកសួរមិត្តភ័ក្តិក៏ដូចជាសាកសួរលោកគ្រូសាស្ត្រាចារ្យក៏ទាញបានយក5ចំណុចសម្រាប់ចែករំលែកឲ្យអ្នកទាំងអស់គ្នាក្នុងការត្រៀមខ្លួនឲ្យបានល្អសម្រាប់ចូលសាកលវិទ្យាល័យទី1ការជ្រើសរើសជំនាញការជ្រើសរើសជំនាញក៏វាមានសារៈសំខាន់ណាស់ដែរអញ្ចឹងដើម្បីដឹងថាខ្លួនឯងនឹងត្រូវនឹងជំនាញណាឲ្យពិតប្រាកដខ្ញុំចង់ឲ្យអ្នកទាំងអស់គ្នាសួរខ្លួនឯងចំនួន3សំណួរទី1តើអ្នកទាំងអស់គ្នាស្រឡាញ់ជំនាញអីហើយពេញចិត្តជំនាញអីឲ្យពិតប្រាកដទី2តើអ្នកទាំងអស់គ្នាប្រកែកខាងអីទី3តើជំនាញដែលអ្នកទាំងអស់គ្នាស្រឡាញ់ហ្នឹងត្រូវនឹងទីផ្សារដែរឬអត់វាអត់ជាបញ្ហាសម្រាប់អ្នកដែលគាត់ស្រឡាញ់តែមួយជំនាញតែវាចោទជាបញ្ហាធ្ងន់សម្រាប់អ្នកដែលគាត់ស្រឡាញ់ម្ដងអាចថា2 3ជំនាញឬក៏10ជំនាញអញ្ចឹងទៅអញ្ចឹងអីដែលគាត់អាចធ្វើបានគឺគាត់អាចនឹង list down ជំនាញទាំងអស់ហ្នឹងអាចថាគាត់ស្រឡាញ់ IT គណនេយ្យ accounting អីជាមួយគ្នាអញ្ចឹងទៅគាត់អាច list down ជំនាញទាំងអស់ហ្នឹងចូលទៅក្នុងกระดาษឬក៏សភៅមួយដើម្បីឲ្យដឹងថាខ្លួនឯងស្រឡាញ់ជំនាញណាឲ្យពិតប្រាកដអញ្ចឹងទៅចូលដល់ចំណុចទី2យើងសួរខ្លួនឯងថាយើងប្រកែកខាងអីអាចថាអ្នកទាំងអស់គ្នារើជំនាញ IT មួយដែលអ្នកទាំងអស់គ្នាស្រឡាញ់អញ្ចឹងតើអ្នកទាំងអស់គ្នាប្រកែកខាង IT អត់ដើម្បីដឹងថាខ្លួនឯងប្រកែកអត់តើទៅសួរខ្លួនឯងម្ដងទៀតហើយថាតើខ្ញុំអាចចំណាយពេលវេលាអាចថា4-10ម៉ោងឬក៏12ម៉ោងនៅមុខកុំព្យូទ័របានអត់ខ្ញុំចូលចិត្តចុចកុំព្យូទ័រអត់ខ្ញុំចូលចិត្តក្នុងការស្រាវជ្រាវក្នុងការស្វែងរកអីថ្មីអត់យ៉ាហើយបើសិនជាអ្នកទាំងអស់គ្នាអាចថាអូខេខ្ញុំស្រឡាញ់ជំនាញ IT ហ្នឹងហើយអញ្ចឹងសំណួរបន្ទាប់ចុងក្រោយហ្នឹងសួរខ្លួនឯងថាតើជំនាញ IT ហ្នឹងវាត្រូវនឹងទីផ្សារអត់ត្រូវនឹងទីផ្សារបច្ចុប្បន្នហើយនឹងទីផ្សារនៅពេលអនាគតអត់អាចថាឥឡូវហ្នឹងវាត្រូវនឹងទីផ្សារចុះ4ឆ្នាំទៀតចុះ5ឆ្នាំទៀតឬក៏10ឆ្នាំទៀតតើវានឹងនៅទៅត្រូវនឹងទីផ្សារដែលគេត្រូវការអត់អញ្ចឹងអ្នកទាំងអស់គ្នាធ្វើបែបហ្នឹងតារ៉ែទៅលើជំនាញទាំងអស់គ្នាដែលអ្នកទំនាញទាំងអស់ដែលអ្នកទាំងអស់គ្នាបាន list down មួយហ្នឹងនៅពេលដែលអ្នកគ្នាដឹងជំនាញទាំងអស់ហ្នឹងហើយអ្នកគ្នាអាចនឹងទាញយកជំនាញមួយដែលអ្នកទាំងអស់គ្នាស្រឡាញ់ពិតប្រាកដបានហើយចំណុចទី2ការជ្រើសរើសសាកលវិទ្យាល័យការជ្រើសរើសសាកលវិទ្យាល័យគឺសំខាន់ជាងការរើសជំនាញទៅទៀតដោយសារតែសាកលវិទ្យាល័យគឺប្រៀបដូចជាកន្លែងមួយដែលបណ្ដុះបណ្ដាលយើងដឹកនាំយើងក៏ដូចជាបង្ហាញគោលដៅយើងអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាកំពុងតែរើសសាកលវិទ្យាល័យមួយដែលខុសកន្លែងនាំផ្លូវខុសតើអ្នកទាំងអស់គ្នាអាចនឹងទៅដល់គោលដៅដោយរបៀបណាដោយសារតែយើងចំណាយពេលរយៈពេលអាចថា4ឆ្នាំ5ឆ្នាំរៀននៅសាកលវិទ្យាល័យហ្នឹងហើយយើងរើសាកលវិទ្យាល័យខុសសាកលវិទ្យាល័យដែលអត់ល្អសម្រាប់យើងតើយើងអាចនឹងមានអនាគតឬក៏អាចទៅរកគោលដៅដោយរបៀបណាអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាសួរខ្ញុំថាតើធ្វើមិនទៅដើម្បីដឹងថាការរើសាកលវិទ្យាល័យមួយដែលត្រឹមត្រូវហ្នឹងដោយរបៀបណាអញ្ចឹងអ្នកទាំងអស់គ្នាអាចទី1គឺធ្វើការ research តាមប្រព័ន្ធ Facebook ឬក៏ Google platform ផ្សេងអញ្ចឹងណាប៉ុន្តែការ research ហ្នឹងអត់អាចយកជាការបាន 100% ឬក៏ទាំងស្រុងទេដោយសារតែវាអត់មានព័ត៌មានអីមួយដែលអាចច្បាស់លាស់បានទេអញ្ចឹងអ្នកទាំងអស់គ្នាទី2គឺទៅសួរសាកលវិទ្យាល័យហ្នឹងផ្ទាល់តែម្ដងអាចថាឧទាហរណ៍សាកលវិទ្យាល័យ A អ្នកទាំងអស់គ្នាទៅសួរផ្ទាល់ថាតើគោលការណ៍របស់សាលាហ្នឹងមិនដែរការបរៀនហ្នឹងកម្មវិធីសិក្សាមិនដែរអាចថាក្នុងមួយថ្នាក់រៀនដាក់សិស្សប្រមាណអ្នកតើខ្ញុំត្រូវត្រៀមខ្លួនអីខ្លះសម្រាប់ចូលសាកលវិទ្យាល័យកម្មវិធីសិក្សាក៏ដូចជាការប្រឡងសងឬក៏ការរៀនសងហ្នឹងតម្លៃប៉ុន្មានដែរខ្ញុំឲ្យអ្នកទាំងអស់គ្នាសួរបែបហ្នឹងដោយសារចង់ឲ្យអ្នកទាំងអស់គ្នាត្រៀមចិត្តទុកមុនថានឹងត្រូវចំណាយឬក៏ត្រូវជួបអីខ្លះអញ្ចឹងណាយ៉ាចូលដល់ចំណុចបន្ទាប់អ្នកទាំងអស់គ្នាទៅសួរសិស្សច្បងឬក៏អ្នកដែលគាត់កំពុងតែរៀននៅសាកលវិទ្យាល័យហ្នឹងផ្ទាល់ហ្មងមិនមែនសួរម្នាក់2នាក់ឬក៏3នាក់ឯងយ៉ាងហោចណាស់គឺ10នាក់ឡើងហេតុអីគឺដោយសារតើមនុស្សម្នាក់មានបទពិសោធន៍ផ្សេងពីគ្នាអ្នកខ្លះគាត់មានបទពិសោធន៍ល្អជាមួយសាកលវិទ្យាល័យហ្នឹងគាត់ក៏ប្រាប់អ្នកទាំងអស់គ្នាពីអីដែលគាត់បានជួបផ្ទាល់ល្អទៅតែបើសិនជាគាត់ធ្លាប់ជួបបទពិសោធន៍អត់ល្អគាត់ប្រកាសជានិយាយថាអត់ល្អឯងមិនបាច់រៀនទេអញ្ចឹងអ្នកទាំងអស់គ្នាដើម្បីសម្រេចចិត្តមួយបានត្រឹមត្រូវបានអ្នកគ្នាសួរឲ្យបានច្រើនអ្នកទៅហើយយកមកវិភាគខ្លួនឯងតើអ្នកទាំងអស់គ្នាអាចនឹងរៀននៅសាកលវិទ្យាល័យហ្នឹងបានអត់ចំណុចទី3នោះការត្រៀមខ្លួនទុកមុនត្រៀមចិត្តក្នុងការទទួលយកបញ្ហាដោយសារតែយើងនៅសាកលវិទ្យាល័យវាខុសពីនៅវិទ្យាល័យទាំងស្រុងជាពិសេសបើសិនជាអ្នកមកពីជនបទមកពីខេត្តណាអាហ្នឹងបញ្ហាធ្ងន់ហ្មងព្រោះអីយើងចាក់ចេញពី comfort zone យើងអត់បាននៅចិត្តគ្រួសារអត់បាននៅចិត្តឪពុកម្ដាយថ្នាក់ថ្នមដូចមុនទេអញ្ចឹងពេលយើងមករៀននៅសាកលវិទ្យាល័យអ្នកគ្នាដឹងអត់នៅពេលដែលយើងមកពីរៀនវិញណាយើងត្រូវដាំបាយស្លអីខ្លួនឯងបោះផ្ទះជូតផ្ទះឬក៏មើលថែខ្លួនឯងពេលឈឺគឺត្រូវតែមានខ្លួនឯងនៅមើលថែខ្លួន
ខ្លួនឯងអត់មានបញ្ហាមកជួយយើងបានទេអញ្ចឹងគឺគាត់ត្រូវត្រៀមខ្លួនសម្រាប់ជួបនៅបញ្ហាការលំបាកផ្សេងចុះបើអ្នកអំពេញវិញតើគាត់អាចនឹងជួបបញ្ហាអីខ្លះវាខុសគ្នាត្រង់ថានៅពេលដែលគាត់ចូលមករៀននៅសាកលវិទ្យាល័យអាចតាក់ទងពីម៉ោងសិក្សាសាកលវិទ្យាល័យគឺផ្ដោតសំខាន់ធ្ងន់ទៅលើវត្តមានណាបើសិនជាអ្នកទាំងអស់គ្នាមករៀនអត់បានទៀងទាត់អ្នកទាំងអស់គ្នានឹងបាត់បន្ទុក attendance បន្ទុក assessment ផ្សេងឬក៏ assignment ដែលលោកគ្រូអ្នកគ្រូដាក់ឲ្យអញ្ចឹងព្រោះអីនៅពេលដែលអ្នកទាំងអស់គ្នាមករៀនអ្នកទាំងអស់គ្នានឹងអាច follow បានថាតើកម្មវិធីតើលោកគ្រូអ្នកគ្រូដាក់ការងារអីខ្លះឲ្យធ្វើឲ្យបានបន្ទុកប៉ុន្មានជាពិសេសនៅពេលដែលអ្នកគ្នាចូលរួមនៅក្នុងការឆ្លើយសំណួរផ្សេងរបស់លោកគ្រូអ្នកគ្រូការជជែកវែកញែកជាមួយលោកគ្រូក៏ទទួលបាននៅបន្ទុកដូចគ្នាដែរអញ្ចឹងទើបខ្ញុំគិតថាវាសំខាន់ឲ្យអ្នកទាំងអស់គ្នាគួរតែត្រៀមទុកមុនសម្រាប់ការរៀបចំចូលសាកលវិទ្យាល័យមួយឲ្យបានល្អចំណុចទី4ការរៀនបំពន់បើយើងនិយាយពីនៅវិទ្យាល័យអត់សំខាន់ទេជាពិសេសលើភាសាអង់គ្លេសដោយសារតែគាត់អត់សូវផ្ដោតធ្ងន់ទេព្រោះនៅពេលដែលយើងប្រឡងទី12គឺអត់បន្ទុកភាសាអង់គ្លេសគឺជាបន្ទុកបូកបន្ថែមមិនមែនជាបន្ទុកសម្រាប់បូកបញ្ចូលជាមួយនឹងបន្ទុកបាក់ឌុបទេអញ្ចឹងគាត់អត់សូវខ្វាយខ្វល់ក៏ដូចជាអត់សូវរឹតបន្តឹងលើភាសាអង់គ្លេសរបស់គាត់ទេគាត់គិតថាអត់មានសារៈសំខាន់ប៉ុន្តែខ្ញុំអាចនិយាយបានថានៅសាកលវិទ្យាល័យគឺអត់ដូចនៅវិទ្យាល័យទេអ្វីត្បិតថាឧទាហរណ៍អ្នកនរគ្នាថាខ្ញុំអត់ខ្វល់ទេព្រោះអីនៅសាកលវិទ្យាល័យខ្ញុំរើជំនាញមួយណារៀនហើយបន្ទាប់មកខ្ញុំរៀនជាបែបខេមរៈភាសាអាចថាកម្មវិធីសិក្សាជាភាសាខ្មែរអត់ត្រូវការភាសាអង់គ្លេសប៉ុន្តែខុសទាំងស្រុងកំណត់នឹងដោយសារតើយើងអត់រៀនជាភាសាអង់គ្លេសមែនប៉ុន្តែឯកសារដែលលោកគ្រូអ្នកគ្រូដាក់ឲ្យឬក៏ការ research ផ្សេងអ្នកទាំងអស់គ្នាត្រូវការភាសាអង់គ្លេសហើយឯកសារដែលចេញជាភាសាអង់គ្លេសដែលយើងយកទៅ research ហ្នឹងគឺអាចនឹងច្បាស់លាស់ជាងនិងមានខ្លឹមសារនិងងាយស្រួលក្នុងការរកជាងភាសាខ្មែរហើយបើសិនជាអ្នកទាំងអស់គ្នាកំពុងតែចាប់អារម្មណ៍ចង់រៀនភាសាអង់គ្លេសឬក៏ចង់បំពន់អីចឹងតែអត់ដឹងទៅរៀននៅសាលាណាខ្ញុំសូមណែនាំ Spring Education Center ដែលជាមជ្ឈមណ្ឌលអប់រំផ្ដល់កម្មវិធីសិក្សាអង់គ្លេសនិងភាសាចិនដែលអ្នកទាំងអស់គ្នាអាចចូលរៀនបានដោយទុកចិត្តព្រោះអីលោកគ្រូអ្នកគ្រូគាត់មានចំណេះដឹងក៏ដូចជាមានបទពិសោធន៍រាប់ឆ្នាំចំណុចទី5ហេរ៉ៃវត្ថុកត្តាហេរ៉ៃវត្ថុក៏ជាបញ្ហាធ្ងន់ដែរបើសិនជាអ្នកទាំងអស់គ្នារើជំនាញបានហើយរើសាកលវិទ្យាល័យបានហើយប៉ុន្តែវាជំនាញដែលអ្នកទាំងអស់គ្នាស្រឡាញ់ហ្នឹងគឺអាចនឹងចំណាយលុយច្រើនក៏វាជាបញ្ហាធ្ងន់ដែរសម្រាប់គ្រួសារជាពិសេសអ្នកមកពីខេត្តគឺជាបញ្ហាធ្ងន់ដោយសារតើកូនដែលមករៀននៅទីក្រុងភ្នំពេញគឺត្រូវចំណាយច្រើនទៅលើថ្លៃស្នាក់នៅផ្ទះជួលក៏ដូចជាថ្លៃចំណាយផ្សេងប្រចាំថ្ងៃបើសិនជាគាត់រើជំនាញមួយដែលចំណាយច្រើនទៅលើសម្ភារៈទៀតណាអាហ្នឹងក៏ជាបញ្ហាដែរអញ្ចឹងអីដែលគាត់អាចធ្វើបានមិនមែនថាកត្តាហេរញ្ញវត្ថុហ្នឹងជាបញ្ហាធ្ងន់ហើយអ្នកទាំងអស់គ្នាមិនបាច់មករៀនតឯងអត់ទេអ្នកគ្នាអាចនៅតែមានផ្លូវដូចគ្នាដែរផ្លូវដែលខ្ញុំអាចណែនាំអ្នកទាំងអស់គ្នាបានគឺការស្វែងរកអាហារូបករណ៍ដោយសារតើសាកលវិទ្យាល័យមួយចំនួនធំនៅទីក្រុងភ្នំពេញអាចថាភាគច្រើនហើយគឺគាត់មានផ្ដល់អាហារូបករណ៍ដល់សិស្សានុសិស្សឬក៏សិស្សដែលទៅបញ្ចប់ថ្នាក់ទី12ថ្មីយើងឧទាហរណ៍យើងចាប់អារម្មណ៍សាកលវិទ្យាល័យកខអ្នកទាំងអស់គ្នាទៅ search ពីសាកលវិទ្យាល័យនឹងថាតើគេមានផ្ដល់អាហារូបករណ៍អត់តាមដែលខ្ញុំបានដឹងអាហារូបករណ៍គឺគេមានជា2ទី1អាហារូបករណ៍តាមនីតិទី2គឺអាហារូបករណ៍តាមរយៈការប្រឡងចូលអ្នកទាំងអស់គ្នាទៅស្វែងរកក៏ដូចជាស្វែងយល់ពីសាកលវិទ្យាល័យអ្នកទាំងអស់គ្នាស្រឡាញ់ហើយអាសា apply អាហារូបករណ៍ហ្នឹងទៅកាន់សាលាហ្នឹងទៅអ្វីត្បិតតែអ្នកទាំងអស់គ្នាអត់ជាប់នីតិល្អឬក៏អត់ប្រកែក៏ពិតមែនប៉ុន្តែអ្នកទាំងអស់គ្នានៅតែមានឱកាសបើសិនជាអ្នកទាំងអស់គ្នាខំប្រឹងហើយតាំងចិត្តវាឲ្យពិតប្រាកដខ្ញុំសង្ឃឹមថា tip ទាំង5ដែលខ្ញុំចែករំលែកអ្នកទាំងអស់គ្នានឹងអាចជួយអ្នកទាំងអស់គ្នាឲ្យត្រៀមខ្លួនក្នុងការចូលសាកលវិទ្យាល័យបានល្អជាងមុនសម្រាប់វីដេអូបន្តឬក៏ចំណេះដឹងថ្មីកុំភ្លេចចុច like និង follow វីដេអូនេះទាំងអស់គ្នាបាយ